ស្ងោរមាន់ជាមួយនឹងស្ពៃខ្មៅទឹកសឡរៀងសាបទេប៉ុន្តែមានជាតិឆ្ងាញ់មែនទែនបងប្អូនហើយវិធីធ្វើគឺដំបូងខ្ញុំដាំទឹកចំនួន3លីត្រហើយខ្ញុំដាក់ខ្ទឹមសប្រហែលប្រហែលជា3-4កំពឹសហ្នឹងហើយនៅបង្គាក្រៀមប្រហែលជាមួយស្ព្រាបាយបន្ទាប់មកខ្ញុំដាក់មាន់មកចំហៀងហើយនឹងផ្សិតក្រៀមប្រហែលជា4-10គ្រាប់ដែរហើយផ្សិតក្រៀមហ្នឹងខ្ញុំបានលាងទឹកនឹងបានត្រាំវារៀងរីកតិចដែរហើយបន្ទាប់មកទើបខ្ញុំដាក់គ្រឿងផ្សំរសជាតិមានទឹកត្រី2ស្លាបព្រាបាយអំបិលកន្លះស្លាបព្រាបាយម្សៅស៊ុបមាន់2ស្លាបព្រាកាហ្វេនិងស្ករ2ស្លាបព្រាកាហ្វេបន្ទាប់មកខ្ញុំស្ងោររហូតទាល់តែមាន់នឹងឆ្អិនល្អពេលដែលមាន់ឆ្អិនហើយខ្ញុំស្រង់មាន់នឹងចេញបន្ទាប់មកខ្ញុំយកវាទៅហែកជាដុំធំល្មមបងប្អូនចង់កាប់មាន់នឹងឲ្យហើយក៏បានដែរប៉ុន្តែខ្ញុំគិតថាពេលដែលស្ងោរទាំងមូលអញ្ចឹងរួចហើយយកទៅហែកជាដុំធំដាក់ចូលឆ្នាំងស្លវិញទឹកស្លនឹងដូចជាកាន់តែមានជាតិតែម្ដងខ្ញុំមិនដឹងថាវាមិនដែរប៉ុន្តែពិតជាឆ្ងាញ់មែនបងប្អូនចឹងបន្ទាប់ពីខ្ញុំហែកសាច់មាន់រួចហើយទើបខ្ញុំដាក់ចូលទៅក្នុងឆ្នាំងស្លនឹងវិញដាំវាពុះម្ដងទៀតហើយមួយទៀតបងប្អូនសម្រាប់ផ្សិតខ្មៅបើបងប្អូនអត់ចូលចិត្តទេមិនចាំបាច់ដាក់ក៏បានដែរឥឡូវពេលដែលទឹកសម្លចាប់ផ្ដើមពុះម្ដងទៀតខ្ញុំបង់បន្លែចូលតែម្ដងហើយខ្ញុំប្រើស្ពៃខ្មៅនោះប្រហែលជា5គល់ធំគួរសមដែរបន្ទាប់ពីដាក់បន្លែចូលហើយគ្រាន់តែយើងដាំវាមកពុះទៀតទៅគឺឆ្អិនហើយបងប្អូនចុងក្រោយយើងគ្រាន់តែថែមគល់ខ្ទឹមហើយគ្រឿងមួយមុខទៀតដែលខ្ញុំចូលចិត្តដាក់ខ្លាំងមែនតើហ្នឹងគឺខ្ទឹមបំពងពេលដែលដាក់ចូលទៅទឹកស្លយើងលក្ខណៈថាស្លស្ងោរធម្មតាទេប៉ុន្តែទៅជាទឹកស៊ុបដែលមានជាតិមែនតើបងប្អូនអាចសាកល្បងមើលបាន